ចំណងអាពាហ៍ពិពាហ៍ដើរដល់ផ្លូវបំបែកតារាចម្រៀងស៊ូវីសានិងលោកថមមីសម្រេចដើរផ្លូវរៀងៗខ្លួននៅវេលាម៉ោង7:07យប់ថ្ងៃទី18ខែសីហាឆ្នាំ2026តារាចម្រៀងស៊ូវីសាបានបញ្ចេញរូបរាងដើរចេញពីសាលាដំបងរាជធានីភ្នំពេញបង្ហាញស្នាមមេដៃជាប់នឹងទឹកថ្នាំពណ៌ក្រហមដែលទៅនឹងផ្តិតមេដៃលែងលះគ្នាជាមួយនឹងអតីតស្វាមីលោកប៊ុនថុលប៊ុនថងហៅថមមីដោយនាងបានប្រកាសជាសាធារណៈថាបានលែងលះប្តីដាច់ស្រេចហើយចាប់ពីពេលនេះតទៅនាងនិងលោកប៊ុនថងលែងមានអ្វីពាក់ព័ន្ធនឹងគ្នាទៀតហើយព្រោះមូលហេតុរស់នៅមិនចុះសម្រុងនឹងគ្នាស៊ូវីសាថ្លែងសារទាំងទឹកមុខក្រៀមក្រំថានាងខ្ញុំសូមប្រកាសជាសាធារណៈនាងខ្ញុំស៊ូវីសាសូមជម្រាបថានៅថ្ងៃទី18ខែសីហាឆ្នាំ2026នេះនាងខ្ញុំនិងអតីតស្វាមីលោកប៊ុនថុលប៊ុនថងហៅថមមីបានសម្រេចលែងលះគ្នាជាស្ថាពរតាមការព្រមព្រៀងតាមផ្លូវច្បាប់នៅសាលាដំបងរាជធានីភ្នំពេញចាប់ពីថ្ងៃនេះតទៅយើងទាំងពីរមិនមានទំនាក់ទំនងក្នុងនាមជាប្តីប្រពន្ធតទៅទៀតឡើយមូលហេតុរស់នៅមិនចុះសម្រុងនឹងគ្នាហើយយើងសម្រេចដើរតាមផ្លូវរៀងៗខ្លួនដោយសន្តិភាពដោយគោរពនិងមិនមានការចងគំនុំនឹងគ្នាទេនាងខ្ញុំសង្ឃឹមថាបងប្អូនមេត្តាគោរពតាមការសម្រេចចិត្តរបស់យើងនិងសូមអរគុណចំពោះការស្រឡាញ់និងគាំទ្រកន្លងមកក៏សូមគោរពអរគុណបងប្រុសមេធាវីអាំងសុវណ្ណរាដែលបានជួយសម្របសម្រួលរឿងក្តីនាងខ្ញុំបញ្ចប់ដោយសន្តិវិធីដោយក្តីគោរពពីនាងខ្ញុំស៊ូវីសាចំណែកឯលោកថមមីបានថ្លែងសារនៅថ្ងៃតែមួយអមដោយកូនប្រុសស្រីទាំងពីរដោយគ្មានស៊ូវីសានៅក្បែរនោះថាក្តីស្រឡាញ់មិនអាចប្រែនិងគ្មានអ្វីកាត់ថ្លៃបានបេះដូងប៉ាទាំងទ្វេ18សីហា2026ស្នាដៃថតរូបរបស់កូនស្រីចេននីរបស់ប៉ាមិនអន់មែនថតរូបប៉ានិងប្អូនឡើងស្អាតតារារួមអាជីពជាច្រើនបានបង្ហាញនូវការភ្ញាក់ផ្អើលនិងខ្លះសោកស្ដាយចំពោះគូស្នេហ៍តារាចម្រៀងស៊ូវីសានិងលោកថមមីមិនអាចកាន់ដៃគ្នាបានបន្តទៀតបានព្រោះពួកគេជាតារាពូកែរកស៊ីមានជីវភាពទូធានាប៉ុន្មានឆ្នាំចុងក្រោយនេះចំណែកឯស៊ូវីសាត្រូវធ្លាក់ខ្លួនជាស្ត្រីមេម៉ាយកូនពីរនៅក្នុងវ័យ33ឆ្នាំគួរបញ្ជាក់ថាមុនស៊ូវីសាទំលេរឿងលែងលះប្តីតាមប្រព័ន្ធតុលាការនេះកាលពីថ្ងៃទី10ខែឧសភាឆ្នាំ2026តារាចម្រៀងស៊ូវីសាក៏បានចេញសារគួរឲ្យភ្ញាក់ផ្អើលថាខែថ្មីនេះខ្ញុំកំពុងតែត្រៀមខ្លួនក្លាយជាមេម៉ាយហើយព្រោះហត់នឿយនឹងជីវិតមានប្តីដូចអត់ប្តីណាស់ចំណែកឯប្តីនាងពេលនោះបានតបសារទៅប្រពន្ធថាតាមផ្លូវទៅរកផ្លូវព្រះធម៌ទើបស្ងប់ចិត្តសូមជួយណែនាំកន្លែងវិបស្សនាមកកាន់ខ្ញុំមួយផងបងប្អូនប៉ុន្តែនៅថ្ងៃទី11ខែឧសភាឆ្នាំ2026នោះវីសាបានចេញមកបញ្ជាក់ថានាងនិងប្តីមិនបានលែងលះគ្នាទេហើយនាងបានសូមទោសជាសាធារណៈដល់មហាជនទៀតផងវីសាថាក្រោយនាងចេញសារថាត្រៀមខ្លួនក្លាយជាស្ត្រីមេម៉ាយមកនោះក្រុមគ្រួសារទាំងសងខាងបានព្យាយាមសម្រុះសម្រួលផ្សះផ្សាគ្នាវិញទើបនាងព្រមតាមឪពុកម្ដាយប៉ុន្តែគួរឲ្យស្ដាយវីសានិងថមមីរស់នៅផ្អែមល្ហែមជាមួយគ្នាបានតែជាង2ខែតែប៉ុណ្ណោះក្រោយផ្សះផ្សានៅទីបំផុតពួកគេសម្រេចដឹកដៃលែងលះគ្នាតាមផ្លូវច្បាប់សូមរំលឹកថាស៊ូវីសាបានរៀបការជាមួយនឹងលោកប៊ុនថុលប៊ុនថងកាលពីថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2019ដែលចំណងស្នេហាជិត7ឆ្នាំពួកគេទទួលបានចំណងដៃកូនចំនួន2នាក់កូនស្រីទី1គឺមានឈ្មោះថាថងសាម៉ូលីណាហៅចេននីអាយុជាង5ឆ្នាំកូនប្រុសទី2គឺមានឈ្មោះថាថងសាដារ៉ាពិសិដ្ឋហៅចនីអាយុជាង1ឆ្នាំកាលពីចុងឆ្នាំ2019នាងតែងតែនិយាយថាខ្លួនជានារីមានសំណាងបំផុតលើโลกព្រោះប្តីថ្នាក់ថ្នមនាងដូចជាព្រះនាងខណៈលោកថមមីប្រកាសថាស្រឡាញ់ប្រពន្ធកូនអស់មួយជីវិតប៉ុន្តែអ្វីពិតជាមិនទៀងមែនពេលនេះពួកគេបែរជាសម្រេចចិត្តលែងលះគ្នាដាច់ភឹងតែម្ដងក្រោមហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នា